chẳngនេះគឺជា puzzle 408 ហើយឡានបារាំងមួយនេះបងប្អូនទាំងអស់គ្នាមានចំណុច unique ដែលខុសគេច្រើនខ្លាំងមែនតើហើយដែលសំខាន់រៀងដែលឃើញនេះគឺកាត់បញ្ចូលគ្នារវាងឡានដល់ទៅ4ទម្រង់ Puzzle 408 បងប្អូនទាំងអស់គ្នាឡានបារាំងមួយនេះគឺមានចំណុចដែលពិសេស unique ខុសគេច្រើនខ្លាំងមែនតើអាចថាឡានមួយនេះគឺត្រូវប៉ាន់សម្រាប់អ្នកចូលចិត្តរបស់ដែលបើកនៅលើផ្លូវប្លែកអត់ជន់ជាមួយគេអញ្ចឹងឡាននេះគឺកូនកាត់រវាងឡានដល់ទៅ4ទម្រង់បញ្ចូលគ្នាហើយចង់ដឹងថាតើ Puzzle 408 នេះវាខុសពីឡានផ្សេងៗទាំងណាខ្លះថ្ងៃនេះគឺយើងមានចំណុចច្រើនខ្លាំងមែនតើត្រូវទៅចែកគ្នាអញ្ចឹងតាមដានវីដេអូមួយនេះដល់ចប់ជម្រាបសួរស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាឡានមួយនេះគឺ design កូនកាត់បញ្ចូលគ្នាដល់ទៅ4 concept ដោយដែលយើងបានឃើញអញ្ចឹងគូតខាងក្រោយនេះគឺចម្បាច់បញ្ចូលគ្នារវាងឡាន sedan SUV hatchback ជាមួយនឹងឡាន coupe អញ្ចឹងហើយនៅពេលដែលបើកតាមផ្លូវឡានមួយនេះគឺរាងរបស់វាអត់ជន់ជាមួយនឹងឡានណាទាំងអស់ signature design របស់ Puzzle ស្ទើរតែគ្រប់ model ទាំងអស់គឺ design មកជាមួយនឹងចង្កូមតោដោយសារតែ logo របស់ Puzzle គឺ logo តោអញ្ចឹងសម្រាប់ចង្កូមតោនេះដែរវាដើរតួនាទីជាភ្លើងសញ្ញោនៅពេលដែលយើងវាយសញ្ញោទៅតាមផ្លូវមើលពីចង្អែមកឃើញមុខកាចខ្លាំងមែនទែនហើយខាងលើនេះដែរគឺជាភ្លើង LED Puzzle LED technology design ដោយ Puzzle ផ្ទាល់តាក់ទងជាមួយនឹងបច្ចេកវិទ្យាទៅលើភ្លើង LED នេះហើយខ្ញុំឃើញថាចង្កៀងខាងមុខនេះដែរគឺភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Smart High Beam ដែលវាចេះតឡើងតម្លាក់ pha code auto នៅពេលដែលមានឡានម៉ូតូមកពីខាងមុខហើយមួយទៀតវាក៏មានមុខងារ Follow Me Home ដែរសម្រាប់ Follow Me Home នៅលើ Puzzle នេះគឺមិនមែនគ្រាន់តែដំណើរការនៅពេលដែលយើងផលិតឡានទេសូម្បីតែពេលដែលខ្ញុំដើរមកពីខាងមុខឡានយើងដើរពីណាពីណីមកនៅកន្លែងល្ងឹតឬមួយក៏ពេលយប់ដើរមកខាងមុខហ្នឹងចង្កៀងហ្នឹងវាភ្លឺអូតូឲ្យយើងតែម្ដងអញ្ចឹងយើងឃើញថាចង្កៀងនៅខាងមុខនេះគឺរចនាមកជាមួយនឹងចង្កូមតោក៏ប៉ុន្តែបើយើងងាកមកចង្កៀងខាងក្រោយវិញបងប្អូនទាំងអស់គ្នារចនាមកគឺបែបជាកញ្ញាំតោភ្លើង LED អីដូចគ្នាទាំងអស់ក៏ប៉ុន្តែសម្រាប់ Puzzle 408 នេះដែរការរចនានៅលើរូបរាងរបស់វាគឺមិនមែនគ្រាន់តែរចនាឲ្យស្អាតទេ 50% នៅលើតួខ្លួននេះគឺរចនាបែប aerodynamic អញ្ចឹងមាន2ចំណុចដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងតាក់ទងជាមួយនឹង aerodynamic របស់ Puzzle 408 ដែលវាកាត់ចេញមកពី feature របស់ Supercar បងប្អូនទាំងអស់គ្នានៅខាងក្រោយនេះដែរមានការរចនា aerodynamic ចំនួន2ដែលគួរឲ្យចាប់អារម្មណ៍ទី1គឺតាក់ទងជាមួយនឹង Lion Ear ឬមួយក៏តិចតោមកគូនៅសងខាងនេះគឺជាការរចនា aerodynamic មួយដែលវាជួយសម្រួលលំហូរខ្យល់មកពីខាងមុខមកផ្នែកខ្យល់ហ្នឹងរៀងជះឡើងលើអញ្ចឹងហើយមកផ្នែកទៀតវាជះមកខាងកណ្ដាលនេះចូលមកតាមប្រឡោះនេះអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងផ្នែកទី2គឺទៅលើ spoiler ឬមួយក៏កាងខាងក្រោយនេះដែលវារៀងកោងឡើងលើអញ្ចឹងនេះគឺជា concept មួយដែលភាគច្រើនយើងឃើញនៅលើឡាន sport ហេតុអីបានគេដាក់អាកតុយ spoiler ហ្នឹងរៀងកោងឡើងលើអញ្ចឹងដោយសារតែខ្យល់វាជះមកពីខាងមុខចូលមកចំ spoiler ហ្នឹងវានឹងបង្កើតទៅជាកម្លាំងមួយដែលគេហៅថា down force ឬមួយក៏កម្លាំងសង្កត់
đại viên nâng chui bật thêm tùm ngôn từ lơ cút lan ấy chui tục lồng nâng nó bây giờ lan là bao nhiêu bài lươn chẳng đôi được bao ôn chỉ làm vậy tha lan nó bây giờ bài lươn là bà sân miền co mà bê nó càng khỏi nâng viên nâng ló nâng ngày sao máu và cả down force nâng cút nâng về thoại lan nâng bài nâng ló nó bây giờ dân bài lươn lươn đây hai cái chiếc cần sắp đài đọ tranh màu pi bọc phê super car rư môi có sport car chẳng như anh tha tẹt tôi chỉ một club càng khỏi là bọc bơ rồi buôn xôn vậy ní dương từ tua bàn club electronic bật báo về miền bù tông ạch phải chia phía sau của bạn đấy hai đòi xa tay platform rư môi có khốn cho ăn rồi bọc bơ rồi buôn xôn phẩm vậy ní đấy vía ra chả nào máu bị xe khó kê về thua club càng khỏi ní tủ liế chiêng lan si đèn vì ở thông đo lan SUV thế có phần tay vì thông chiêng lan si đèn đôi để bóng tất cả các bạn khơi chẳng tẹt thông chỉ một nâng platform rồi mới có khốn cho ăn rồi bọc bơ rồi buôn xôn phẩm vậy nhóm nâng giấy nấu này khẳng nông vậy ta ở lấy dân ta khẳng nông vậy bóng bóng ta khẳng bơ rồi buôn xôn vậy nên mình ta khẳng khéo thế này việc play khâu kê rồi ta khẳng nông nâng có châu mắc khâu kê khỏi anh này thì khi ta đã khẳng khéo nâng concept trong cái design phía sau bà đang cái hai thảo loài đã miền đây tha mà hà tẹt tiền còn bàn tay bà sân trên nơi khẳng nông đi với nhóm mới khi nhau về miền chỉ nói bị sai môi tiết cứ bẹ pon cho môi nâng platform rồi môi có khốn cho ăn rồi bỏ lan nâng nhưng khi ta lan ấy nó khang khéo nhưng mơ tới vì mình chọn SUV thế vì hiện tu chương SUV bàn tay nó bây giờ dân cho bằng coi cabin nơi khang nông ấy cứ đôi coi nơi khang nông cabin lan SUV chẳng bong phun đó này nói xa tay khốn cho ăn rùm cho môi nâng tu luôn đi đấy cứ vì bóng pẹt nơi platform mỗi đại bờ rồi cái chúng ta EMP2 platform chân hoàn tỷ 7 là platform nàyคือគេចាយលុយអភិវឌ្ឍរហូតដល់630 លានយូរ៉ូអានឹងបើតាមខ្ញុំដឹងហើយដោយសារតែគេចង់ធ្វើឲ្យ platform មួយនេះអាចទៅមើលបានឡានច្រើនទម្រង់អានេះហើយវាជាមូលហេតុដែលឡាន Peugeot 408នេះរៀងរបស់វាគឺចម្បាច់4បញ្ចូលគ្នាបាននៅលើគ្រោងឆ្អឹងឡានតែមួយហ្នឹងឯងអញ្ចឹងអត្ថប្រយោជន៍របស់ EMP2 ជំនាន់ទី3នេះគឺវាធ្វើឲ្យកាប៊ីននៅខាងក្នុងទលាយបែបហ្នឹងហើយដូចសពមួយដងអញ្ចឹងនៅខាងក្នុងកាប៊ីនរបស់ Peugeot គឺ design មកជាមួយនឹង concept មួយដែលហៅថា 3D iCockpit កាប៊ីននៅខាងក្នុងគឺទម្រង់បែប 3D ដែល inspire concept ចេញពីយន្តហោះអញ្ចឹងយើងឃើញថានៅខាងក្នុងកាប៊ីនរបស់ Peugeot 408នេះចំណុចទី1ដែលខុសគេហ្នឹងគឺតាក់ទងជាមួយនឹងកៅអីមិនមែនថាតែ408បងប្អូនទាំងអស់គ្នាសូម្បីតែកៅអីរបស់ Peugeot ផ្សេងទៀតគេដាក់មកគឺកៅអីហ្នឹងគឺទាបខ្លាំងមែនតើទាបសឹងតែស្មើពពួក super car ហ្នឹងអញ្ចឹងសម្រាប់កៅអីទៀបអញ្ចឹងបាទអ្នកដែលចូលចិត្តឡាន sport គេស្រឡាញ់អារម្មណ៍បែបហ្នឹងក៏ប៉ុន្តែបើសម្រាប់ខ្ញុំបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំតោះរៀងលើកឡើងបន្តិចប៉ុន្តែវាអត់ជាបញ្ហាអីទេដោយសារតែកៅអីរបស់ Peugeot ទាំងសងខាងនេះគឺវាបំពាក់មកជាមួយនឹងប៊ូតុងអេឡិចត្រូនិកទាំងសងខាងហើយមានឡាំបា support ទាំងសងខាងទៀតឡាំបាហ្នឹងអាកន្លែងយើងសេរីកខ្នងហើយនឹងកចកេះនេះយើងអាចលើកវាមកខ្ពស់ឬមួយក៏ផតទៅក្រោយបានអញ្ចឹងសម្រាប់កៅអីអត់ជាបញ្ហាទេណាគេស្រឡាញ់បែប sport តម្លាក់វាទៀបអស់ទៅក៏ប៉ុន្តែអ្នកចូលចិត្តខ្ពស់ដូចខ្ញុំហ្នឹងហើយលើកវាមកវាអត់ជាបញ្ហាចោតអីទេហើយដូចតែសពមួយដងអញ្ចឹងសម្រាប់ឡាន Peugeot គឺសឹងតែថាគ្រប់ model ទាំងអស់តែម្ដងគឺ design មកជាមួយនឹង signature design របស់គេដែលគេហៅថា 3D iCockpit កាប៊ីននៅខាងក្នុងបែប 3D ដែល inspire concept ចេញពីកាប៊ីនរបស់យន្តហោះសូម្បីតែនៅខាងលើ warning សញ្ញាអ្នកបើកបរឬមួយក៏អ្នកតាណែអត់មានពាក់ខ្សែក្បាត់អីណាក៏វាលោតនៅខាងលើនេះដែរ concept មកគឺដូចកាប៊ីនរបស់យន្តហោះអញ្ចឹងយើងឃើញថាផ្នែកទី1នៅក្នុង 3D iCockpit design គឺពាក់ព័ន្ធជាមួយនឹងចង្កូត dealer code នេះដែលខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាប្រហែលជាបានឃើញច្រើនហើយនៅឡាន Peugeot model ផ្សេងៗដែរចង្កូត D នេះអត់ធំទេបាទទូចល្មមហើយវាជាចង្កូត electronic ដែលជំនួយដោយ motor អញ្ចឹងគឺវាធូរងាយស្រួលបវល់ហើយយើងចូលមកអត់ទើសជើងទេដោយសារតែវា dealer code ហើយយើងឃើញថាផ្នែកទី2នៃ 3D iCockpit នេះគឺពាក់ព័ន្ធជាមួយនឹងអេក្រង់2នេះបងប្អូនទាំងអស់គ្នាអេក្រង់2នេះអាមួយគឺជា counter digital ហើយអាមួយទៀតគឺជាអេក្រង់ infotainment ទំហំរបស់វា10 inch ដូចគ្នាហើយសម្រាប់ counter digital នេះដែរគឺវាដូរ mode ទៅតាម driving mode ដែលឥឡូវវានៅ sport mode វាចេញអញ្ចឹងបើយើងដូរទៅ eco វានឹងចេញ mode ផ្សេង normal eco mode ផ្សេងអញ្ចឹងនៅក្នុងនេះ counter digital នេះគឺបង្ហាញព័ត៌មានមួយចំនួនតាក់ទងជាមួយសញ្ញាជូននឹងផ្សេងជាពិសេសគឺខ្ញុំមើលច្រើនជាងគេគឺ traffic sign វាចាប់សញ្ញាចរាចរណ៍តាមផ្លូវសញ្ញាកំណត់ល្បឿនអតិបរមាអីគឺយើងមើលឃើញនៅក្នុងហ្នឹងហើយបើយើងបកមកអេក្រង់ touch នេះវិញ
តែតោះជាមួយនឹងអេក្រង់នេះដែរទំហំរបស់វា10 inch យើងអាចភ្ជាប់ជាមួយនឹង Apple CarPlay បានដូចឥឡូវនេះគឺ wireless ខ្ញុំអត់មានដោតខ្សែ USB អីទេយើងអាចប្រើ Apple CarPlay បានអញ្ចឹងយើងមាន app យើងអាចមើល Google Map យើងអាច play music នៅនឹងបានហើយអេក្រង់នេះដែរយើងឃើញថាវាមានចំណុចមួយដែលប្លែកពីគេដែរគឺទៅលើមុខងារកំណត់ទៅលើ driver assistant ក៏ដូចជាប្រព័ន្ធសុវត្ថិភាពសម្រាប់ឡានផ្សេងៗយើងអាចចូលទៅ setting នៅក្នុងអេក្រង់ហ្នឹងបិទបើកមុខងារតាក់ទងជាមួយនឹង driver assistant ក៏ប៉ុន្តែសម្រាប់408អត់ទេគេដាក់ប៊ូតុង shortcut មួយនៅនេះឆ្នោះវិញចុចមួយមកវានឹង load ចូលទៅកន្លែង driver assistant ចឹងទីមួយវាមាន shortcut ដូច lane keeping assist នេះភាគច្រើនគឺខ្ញុំបិទវាចោលហើយវាមាន function ច្រើនទៀតដែលហ្នឹងខ្ញុំនឹងនិយាយនៅពេលក្រោយថាតើវាមានមុខងារសុវត្ថិភាពអីខ្លះនិងមុខងារជំនួយការបើកបរអីខ្លះគ្រាន់តែថាវាមាន shortcut ទេចុចមួយមកវាចូលមកដល់កន្លែងហ្នឹងមកហើយមិនមែនតែតាក់ទងជាមួយនឹងអេក្រង់នេះបងប្អូនទាំងអស់គ្នាសំបីតែកន្លែងសេរីម៉ាស៊ីនត្រជាក់ក៏ខុសគេខុសឯងដែរសម្រាប់ Peugeot 408នេះអាហ្នឹងខ្ញុំនិយាយថាសម្រាប់អ្នកដែលចូលចិត្តអត់ជន់មួយគេហ្នឹងហើយគឺឡានរបៀបហ្នឹងគឺត្រូវហើយនេះមិនមែនកន្លែងvolume ចាក់ DJ បងប្អូនទាំងអស់គ្នាអាកន្លែងនេះគឺកន្លែងសេរីម៉ាស៊ីនត្រជាក់ Eurozone AC system ដែលយើងអាចសេរីវាផ្សេងគ្នារវាងអ្នកដំណើរជាមួយនឹងអ្នកបើកបរឬមួយក៏យើងចង់ចុចបញ្ជាវានៅលើអេក្រង់នេះក៏បានដែរអត់ជាបញ្ហាចោលទេយើងអាចបញ្ជានៅនឹងបានហើយក៏មានប៊ូតុង shortcut នៅខាងក្រោមសម្រាប់តម្លើងតម្លាក់កង្ហានៅកន្លែងនេះដែរហើយនៅខាងក្នុង cabin នេះវាមានរបស់មួយចំនួនដែលយើងប្រើបន្តបន្សំប្រចាំថ្ងៃដែរវាមានដូចជាហ៊ុន USB-C នៅខាងមុខនេះមួយអានេះសម្រាប់ connect ជាមួយនឹង Android Auto ដែរហើយយើងមានដូចកតុយបារី 12V ហើយមាន wireless charge នៅខាងមុខនេះដាក់ចូលទៅនេះវាឆាចចេញភ្លើងពណ៌បៃតងហ្នឹងមានន័យថាវាកំពុងអាសាថ្មចូលទូរស័ព្ទរបស់យើងហើយនៅខាងក្នុង cabin នេះដែរវាក៏មាន speaker 6គ្រាប់ដែរឃើញថាតេស្តសលេងទៅគឺសលេងវាងុំគួរសមបើកតាមផ្លូវហ្នឹងគឺវាជួយទប់សំឡេងមកពីខាងក្រៅដោយសារតែ speaker របស់វាហ្នឹងលឺយ៉ាងធ្ងន់ដែរបងប្អូនទាំងអស់គ្នាដោយសារតែ cabin នៅខាងក្នុងនេះវាមិនខុសអីពីឡាន SUV អញ្ចឹងនៅកៅអីខាងក្រោយនេះ function មុខងាររបស់វាគឺដូចឡាន SUV អញ្ចឹងទីមួយគឺវាមានហ៊ុនម៉ាស៊ីនត្រជាក់សម្រាប់អ្នកអង្គុយនៅកៅអីខាងក្រោយវាមានហ៊ុន USB-C ចំនួន2ហើយសម្រាប់កៅអីនៅខាងក្រោយយើងឃើញថាវាមកល្មមសម្រាប់អង្គុយគ្នា3នាក់ព្រោះអីមៀតនឹងអាស៊ីយើងចូលទៅគឺអង្គុយមកល្មមហ្មងហើយនៅខាងក្នុង cabin នេះយើងឃើញថាគ្រប់យ៉ាងគឺប្លែកពីគេពីឯងតែម្ដងនៅសល់ចំណុចចុងក្រោយទៀតគឺតាក់ទងជាមួយនឹងចង្កឹះលេខនេះបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែនេះហៅចង្កឹះលេខអត់ត្រូវទេខ្ញុំចូលមកដំបងស្មានឡានអគ្គិសនីដោយសារតែវាប្រើប៊ូតុងចេះពេលយើងទៅមុខទៅក្រោយយើងហុញវាទៅមុខទៅក្រោយជាមួយនឹងប៊ូតុងនេះហើយវាមានប៊ូតុងចុចចូល parking brake ជាមួយនឹងប៊ូតុង up នេះគឺយើងអាចបើកលេខដៃបានដោយសារវាមាន pedal shift ហើយខ្ញុំនឹងប្រាប់ពីរបៀបប្រើ pedal shift នៅលើ Peugeot 408ដោយសារវាមាន2របៀប pedal shift មាន2របៀបបងប្អូនទាំងអស់គ្នាតែឡានខ្លះមានតែមួយរបៀបទេតែសម្រាប់អានេះមាន2របៀបខ្ញុំប្រាប់តាមក្រោយហើយមួយទៀតវាមានប៊ូតុង driving mode នៅលើ console នេះយើងអាចដូរបាន3អញ្ចឹងដើម្បីដឹងកាន់តែច្បាស់ថាតើ performance របស់ឡានមួយនេះមិនខ្លះហើយរបៀបប្រើវារបៀបមិនខ្លះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាលម្អិតនាពេលបន្តិចទៀតនេះឥឡូវយើងទៅ performance ទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែកាន់ចង្កូតបើក Peugeot 408អញ្ចឹងឡានមួយនេះគឺបំពាក់មកជាមួយនឹងម៉ាស៊ីន 1.6 លីត្រ Pure Tech ជំនួយដោយ Turbo ហើយវាអាចផលិតកម្លាំងបានរហូតដល់218សេសជាមួយនឹងកម្លាំងរមួល300 Nm ហើយឡាននេះក៏ហត់ឲ្យប្រអប់លេខ8វគ្គអូតូក៏ប៉ុន្តែបើតាមបទពិសោធន៍ដែលខ្ញុំបើកចាក់ស្ដែងខ្ញុំមើលឃើញថារបៀបរបបរបស់ឡាននេះជាពិសេសគឺទៅលើប្រអប់លេខហ្នឹងគឺវាខុសពីឡានដែលយើងប្រើទូទៅប្រចាំថ្ងៃឡាននេះគឺគេឲ្យអត្ថភាពទៅលើការបើកបរបែប Sport ឬមួយក៏ Sporty ច្រើនជាងឡានយើងទូទៅដោយសារតែប្រអប់លេខ8វគ្គអូតូនៅលើ Peugeot 408នេះគឺវាធ្វើឲ្យម៉ាស៊ីនហ្នឹងឡើង RPM ខ្ពស់មុននឹងវាសាងទៅមួយលេខអញ្ចឹងហើយវាធ្វើឲ្យឡានមួយនេះគឺសន្ទុះរបស់វាហ្នឹងគឺខ្លាំងបើធៀបជាមួយនឹងឡាន SUV ដែលមានកម្លាំង200សេសដូចគ្នាហើយណាមួយដោយសារតែនេះតួខ្លួនវាមាន aerodynamic ល្អជាងឡាន SUV ផងអញ្ចឹងតែតោះជាមួយនឹងការបើកបរគឺយើងអាចប្រើ driving mode បានចំនួន3ដែលទី1គឺយើងអាចប្រើ Eco ទី2 Normal ហើយទី3គឺ Sport ហើយតោះជាមួយនឹង Eco យើងឃើញថាវាដូចជាមួយនឹងឡានទូទៅអញ្ចឹង Eco វាជួយទប់ល្បឿនរបស់យើងអត់ឲ្យយើងជន់ហ្គាខ្លាំងតាមតែចិត្តទេដើម្បីជួយសន្សំសំចៃទៅលើសាំង
ก็เป็นได้สำหรับ Eco Mode ในเรือเปอร์โซยังมือเคยชมน้อยมวยใดอย่างโคเกมันติ๊กคือทองท่าบทว่าเช่นในครั้ง Eco Mode ก็ปรับเลขนี่ไปทัวร์เอาอย่างมันเส้นลาง RPM อย่างปัวมนหนึ่งเวียสร้างเติมมาเลขก็เป็นได้เส้นในครั้งการในยังโดมา Normal Mode คืออย่างสตูเชียงเฉินอย่างไงจวนหลังสั่งแต่ท่าไปไฮสปอร์ตอะไรคือไงก่อนจะท่านในขนม normal mode คือวิเหงสร้างเลขเลื่อนเชียง sport mode ติดแต่แบบสันจะยังจังเลื่อนไฮสตูดิโอแต่ว่าคือยังแอคดั sport mode เหมือนเคย sport mode คือสำหรับจวนกระเชาะvậyเคยให้ vibe บอลลานนี่ฮะบอลบอลคือเหมือนสำหรับเนี่ยได้กอดใบ smooth มวย slow ไอ้นั้นยมกระทาเสือเถอะเลยสำหรับเนี่ยได้จะจัดใบระเบียบ sport จวนลางเตียนยืงโย่โอ้โหยืงจวนจังให้ยืงตัวแหลกเล็กมาไว้ให้ยืงเคยnhàปงซิมังvới hiện hồสเลยลังงุงอันนี้ของ sport mode นี่คือเวียกำรอหนึ่งสร้างเล็กล้างอะไรซาวิโออพีอมพวกคลังเหมือนเต้นเดี๋ยวเลยเวียในหลายปีแล้วเนี่ยจังยังจวนล้างโดยในขนมเพลย์เบือนเรือได้ยังชีกองเตอร์มาร้อยตึมล้างบ้านเล็กประมวยอัดทอนดอเล็กใบจังยัยเราจะรู้ว่าแต่เรือ performance របស់ LAN នេះខ្ញុំគិតថាគឺគេធ្វើមកឲ្យអត្ថប្រយោជន៍ទៅលើបែប sporty ច្រើនជាងអញ្ចឹងសម្រាប់អ្នកដែលគាត់រក LAN បើកបែបមួយអីខ្ញុំគិតថាប្រហែលជាឡើងមកកាន់ចកោត408នេះគឺរៀងប្លែកបន្តិចហើយយើងឃើញថានៅលើ Peugeot 408នេះដែរគឺយើងអាចបើកជាលក្ខណៈ manual ឬមួយក៏បើកលេខដៃបានដោយប្រើ pedal shift ហើយទៅលើ pedal shift នេះគឺយើងអាចប្រើបានពីររបៀបទីមួយគឺយើងវាយ pedal shift យកបងមានន័យថាយើងមិនចាំបាច់ចុច mode ទេយើងកំពុងជិះចឹងបើយើងចង់តម្លាក់លេខយើងវាយតម្លាក់លេខ1ឥឡូវវាតម្លាក់លេខហើយបើយើងចង់លឿនយើងចុចឡើងមកឥឡូវវាឡើងមួយលេខហើយខ្ញុំវាយចូលមួយលេខទៀតប៉ុន្តែបើសិនជាយើងវាយ direct អញ្ចឹងវាយ pedal shift direct អញ្ចឹងមកសន្ទុះមកវាផ្ដាច់ចូលមក auto mode ខ្លួនវាវិញហ្មងមានន័យថានេះគឺយើងប្រើបដោះអាសន្នទេនៅពេលដែលយើងត្រូវការវ៉ាចេញយើងតម្លាក់មួយលេខយកសន្ទុះអញ្ចឹងទៅហើយយើងតឡើងវាចុះឡើងអញ្ចឹងទៅវាយ pedal shift ហ្នឹងហើយវាផ្ដាច់មកវិញប៉ុន្តែបើសិនក្នុងករណីដែលយើងចង់បើក manual សុទ្ធយើងអាចចុច M អញ្ចឹងអាហ្នឹងគឺ lock ជាប់ហើយអញ្ចឹងបើសិនជាបងប្អូនអត់ដូរលេខទេគឺវាអត់ដូរទេអញ្ចឹងបើយើងជិះឥឡូវវាជាប់លេខ4វានៅលេខ4អញ្ចឹងនឹង RPM ឡើងប្រហែលគឺវាតែលេខ4ហ្នឹងអញ្ចឹងតោះតែយើងវាយ pedal shift នេះហើយវាអត់ផ្ដាច់មកអូតូវិញទេអញ្ចឹងរបៀបប្រើគឺមាន2អញ្ចឹងចឹងក្រៅតែពី performance យើងឃើញថា Peugeot 408ក៏គេមានមុខងារជំនួយទៅលើការបើកបរមកកញ្ចប់មកស្រាប់ដែរហើយយើងមាន shortcut នេះដូចខ្ញុំប្រាប់ចឹងគឺយើងអាចចូលទៅមាននៅក្នុងនឹងទាំងអស់ចង់ដឹងថាមានអីខ្លះជារួមមកទីមួយយើងឃើញថាទៅលើការបើកបរប្រចាំថ្ងៃយើងមានបល្ល័ង្ក sport monitor នៅលើកញ្ចក់ទាំងសងខាងយើងឃើញមានសញ្ញាពណ៌ទឹកក្រូចតូចមួយ alert នៅពេលដែលមានគេវ៉ាចេញមកពីខាងក្រោយនៅពេលដែលមានឧបសគ្គនៅខាងមុខដូចភាគច្រើនខ្ញុំជិះមកពីពេញតាមផ្លូវលឿនអញ្ចឹងនៅពេលដែលគេវ៉ាឲ្យគេចូលមកពីមុខយើងបើទោះបីជានៅរៀងឆ្ងាយពីយើងបន្តិចក៏វា alert ឲ្យយើងប្រយ័ត្នដែរប្រាប់ថាមានឧបសគ្គនៅខាងមុខហើយភ្ជាប់គ្នាមកជាមួយនឹងមុខងារជូនដំណឹងនៅពេលដែលមានឧបសគ្គនៅខាងមុខឡាននេះក៏មានមុខងារ emergency braking ដែរដែលជួយជន់ហ្វ្រាំងឲ្យយើងនៅពេលដែលមានអាសន្នដូចគ្នាតែមុខងារមួយនេះខ្ញុំគិតថាបងប្អូនទាំងគ្នាប្រហែលជាត្រូវការច្រើនសម្រាប់ការបើកបរនៅក្នុងក្រុងព្រោះឲ្យយើងមើលអត់ឃើញទេហើយមុខងារមានប្រយោជន៍មួយទៀតដែលជួបច្រើនមែនតើបើកមកតាមផ្លូវគឺទៅលើ traffic sign វាចាប់សញ្ញាចរាចរណ៍តាមផ្លូវហើយ load alert នៅក្នុង counter នេះដែលភាគច្រើនគឺចាប់ទៅលើល្បឿនកំណត់អតិបរមាហើយភ្ជាប់គ្នាជាមួយនឹងដែរបើសិនជាបងប្អូនទាំងអស់គ្នាខ្លាចតែជិះទៅលើសល្បឿនប៉ូលីសផាកអាច set speed limit នៅលើដៃចង្កូតនេះបានអញ្ចឹងដៃចង្កូតនេះមានសញ្ញា speed limit ហើយភ្ជាប់គ្នាជាមួយនឹង speed limit បងប្អូនទាំងអស់គ្នាក៏អាចប្រើជាមួយនឹង adaptive cruise control ដែរនៅពេលដែលយើងបើកទៅខេត្តអញ្ចឹងហើយយើងអាចចុចសញ្ញា assist នេះមកនៅលើដៃចង្កូតជាប់ជាមួយនឹងកន្លែង limit ហ្នឹងហើយយើងចុច set កន្លែងចុច set យើងចុចសញ្ញាព្រួយនេះក៏បានឬមួយក៏ចុច OK ក៏បានដែរវានឹងចូល adaptive cruise control ហើយយើងអាចតម្លើងតម្លាក់ល្បឿនជាមួយនឹងប៊ូតុងនេះបានហើយមួយទៀតបើសិនបងប្អូនទាំងអស់គ្នាចង់រក្សាកម្រិតក៏បានដែរយើងចុចនៅប៊ូតុងហ្នឹងមកយើងអាចដូរបាន3កម្រិត3ឡាន2ឡានជាមួយនឹង1ឡាននៅកន្លែងហ្នឹងហើយមុខងារបន្ថែមមួយទៀតនៅក្នុងករណីដែលបងប្អូនបើកបរឆ្ងាយរៀងអស់កម្លាំងរៀងបើកទៅរៀងវែងចេះអីជាដើមវាមានមុខងារ driver attention alert វាចូលដំណឹងនៅពេលដែលយើងរៀងបាក់កម្លាំងឬមួយក៏ងោកអីចឹងណា
chắc là sản phẩm các bác bò người ta plug để miên cần lống vì miên mục nghe chui chui là mình là bên làn rồi bỏ dương tranh kèo cả lống hai vì chui tiền cho câu trâu bình nhẹ cho câu tích tích bàn tay chia tu tới sản phẩm plug nhẹ nháy nhung bật về cháo đời xa ta plug khá vì chẳng ít chẳng thử chi cân cả lống hay dương bật về cháo bình bán ở trên bài nhà hàng y tế anh là sao pi mục nghe thế là dương phở này non pe trâu chót thì mỗi cứ ria cross traffic alert anh chun làm nó bên làn dương thôi tranh bị nó hay miên kia chỉ cắt càng gói cho mùi năng mùi tiết cứ dương phá chuẩn cứ camera mà rồi 30 độ đấy bây giờ dương thôi tới chật bọc pa cho mùi nó ốp sa em muối câu viên load camera ở dương đằng đấy cái camera bao viên ấy cứ 180 độ đấy có bàn tay về ai render hụt hiệp tranh từ chia bus eye view mơ khơi bị khang lơ lan đôi bay rồi 60 độ đấy chẳng hay là miền mục nghe mùi tiết cứ việc miền sensor tam đan sầm piết còn đây bây giờ không cả này thu cói về là đại dương khơi nhật không công tơ digital mình trong những khi tha puzzle buôn son vậy có phải tới việc miền lan ô đại tế có bàn tay lan này có miền mục nghe chùm núi chui áo răng ở bên đại dương ba lan chùm náo rồi mới có cho chùm nào hay trong khỏi cái đấy cứ tẹt thông chùm miền pông sờ tập hiệp chỉ standard này không cầm biến này cứ miền vào mùi quạt mong bọn thằng này sẽ mẹ puzzle buôn sonผมไปแต่ชิ้นลานปรางได้แล้วนี่คือนวมโชว์โดยอ้อมเอแค่มาเดียวบางคนไอ้ร้านนี่คือเมียนกาตานีระยะเป๊ะใบชนะรวมก็10,000 กิโลเมตรเมียนสวากรรมไทยต้อมกับโดยเชียร์จูโจลเพลย์กาตามซองดาวเปอร์โซตามไปดองจังจะแม่ป้อนเมียนประเทศแตะตรงจมูกนังกาบางสาลบองแต่เมื่อลานตัวรวมก็แตะตรงจมูกนังแต่ไหลบอลปอนแต่ก็นี้ไอ้แตะตรงจะซัวเปอร์โซแค่มาเดียวบ้านตามระยะเลยจุดซับในกลางเลยครั้งผู้ไอ้แต่ไหลลานนี้ตบแต่หมัดดอเต้ไอ้หนังเมียนแต่ไหลได้ปีเซ่จังแต่ทองสุกตัวให้ก็อาจจะบางสาบองลานในตัวดำเบสควาชิดเปิดโซนบนโซนใบบอลต่างๆเนี่ยจังเอาคนใช้มาเต้นจุกเครียดในขนมวิดีโอคอยเตียดบายบายจุ่มเดียว